កងទ័ពថៃរិះគន់កម្ពុជាជុំវិញបញ្ហាក្របមីនបន្ទាប់ពីបរិសុទ្ធជនជាតិចិនម្នាក់បានជន់មីននៅព្រំដែនយោងទៅតាមការចេញផ្សាយដោយសារព័ត៌មានកៅសុតជាភាសាអង់គ្លេសនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះបានឲ្យដឹងថាកងទ័ពភូមិន្ទថៃបានចេញមុខរិះគន់កម្ពុជាថាបានបន្តប្រងើយកន្តើយនិងបដិសេធមិនសហការនៅក្នុងការបោសសម្អាតមីននៅតាមបណ្ដោយព្រំដែនការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បរិសុទ្ធជនជាតិចិនម្នាក់បានលួចឆ្លងដែនខុសច្បាប់ហើយបានដើរជន់មីននៅក្នុងខេត្តស្រះកែវកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះយោងទៅតាមការចុះផ្សាយរបស់កងទ័ពជើងគោកថៃបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅជិតតំបន់បាននងច័ន្ទឃុំនូនម៉ាមុនស្រុកគោកសុនខេត្តស្រះកែវលោកឧត្តមសេនីយ៍ត្រីវិនថៃស៊ូរាវីអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថាជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយប៉ូលីសអន្តោប្រវេសន៍កំពុងធ្វើការស៊ើបអង្កេតដោយសង្ស័យថាបរិសុទ្ធរូបនេះអាចមានជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ Scammer ដែលបានព្យាយាមគេចខ្លួនចូលទៅក្នុងទឹកដីថៃលោកបន្តថាទីតាំងកាត់ហេតុស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ថៃចម្ងាយប្រហែលជា90ម៉ែត្រពីផ្លូវសេរីផេងដែលជាតំបន់ត្រូវបានគេដឹងថាជាចំការមីនហើយថៃកំពុងព្យាយាមបោសសម្អាតអ្នកនាំពាក្យរូបនេះបានចោទប្រកាន់ថាកម្ពុជាបានបន្តកប់គ្រាប់មីននៅតាមបណ្ដោយព្រំដែនដែលរារាំងដល់ការងាររបស់អាជ្ញាធរថៃនិងប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋលោកអះអាងថាទោះបីជាគ្រាប់មីនទាំងនោះស្ថិតនៅក្នុងហេតុការណ៍កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យកសោវិច័យក៏ដោយប៉ុន្តែភស្តុតាងថ្មីបង្ហាញថាមានការប្រើប្រាស់មីនទំនើបប្រភេទ PMN2 នៅក្នុងគោលបំណងបង្កប់និងរារាំងចំណុចសំខាន់មួយទៀតដែលភាគីថៃបានលើកឡើងនោះគឺបើទោះបីជាកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ានិងបានទទួលជំនួយអន្តរជាតិយ៉ាងច្រើនសម្រាប់ការបោសសម្អាតមីនក៏ដោយក៏កម្ពុជាហាក់ដូចជាមិនបានបង្ហាញការសហការនៅក្នុងការបោសសម្អាតមីនរួមគ្នានៅតាមបណ្ដោយព្រំដែនជាមួយថៃនោះទេបើទោះបីជាថៃធ្លាប់បានស្នើសុំជាច្រើនលើកច្រើនសារក៏ដោយជាចុងក្រោយលោកឧត្តមសេនីយ៍ត្រីវិនថៃស៊ូរាវីបានសង្កត់ធ្ងន់ថាហេតុការណ៍នេះបានបង្ហាញថាពីភាពឃោរឃៅនៃក្របមីនដែលបង្កជាគ្រោះថ្នាក់គ្រប់ភាគីមិនថាយោធាឬជនស៊ីវិលនេះឡើយភាគីថៃព្រមានថាខ្លួននឹងបញ្ជូនព័ត៌មាននិងភស្តុតាងដែលបានផ្ទៀងផ្ទាត់ទាំងនេះទៅកាន់អង្គការអន្តរជាតិដើម្បីឲ្យកម្ពុជាទទួលខុសត្រូវចំពោះសកម្មភាពទាំងនេះ